នៅថ្ងៃទី23ខែមេសាឆ្នាំ2013ជើងហោះហើរដឹកទំនិញរបស់ក្រុមហ៊ុន National Airlines លេខ102កំពុងត្រៀមខ្លួនហោះចេញពីប្រលានយន្តហោះក្នុងជំរំបាក្រាមទឹកដីអាហ្គានីស្ថានសម្ដៅហោះចេញទៅទីក្រុងឌូបៃរបស់អារ៉ាប់អ៊ីមីរ៉េតនេះជាសម័យកាលដែលអាមេរិកនិងសម្ព័ន្ធមិត្តកំពុងធ្វើសង្គ្រាមប្រឆាំងនឹងក្រុមតាលីបង់នៅអាហ្គានីស្ថានគ្រឿងយុទ្ធភ័ណ្ឌជាច្រើនត្រូវបានអាមេរិកនិងប្រទេសជាសមាជិកដឹកចេញចូលយ៉ាងសន្ធឹកសន្ធាប់ដោយប្រើប្រាស់ផ្លូវអាកាសប្រលានយន្តហោះទាំងអស់ដែលអាមេរិកធ្វើគឺស្ថិតក្នុងជំរំដែលមានទំហំធំមហិមាជំរំនីមួយៗរួមមានឃ្លាំងស្តុកទំនិញធំៗឃ្លាំងស្តុកសព្វាវុធដ៏ច្រើនរួមនឹងកន្លែងស្នាក់នៅរបស់កងទ័ពរាប់ពាន់កន្លែងផងដែរប្រលានយន្តហោះនីមួយៗមានភាពមមាញឹកយ៉ាងខ្លាំងដោយត្រូវទទួលយន្តហោះយោធាយន្តហោះចម្បាំងគ្រប់ប្រភេទនិងយន្តហោះដឹកទំនិញចេញចូលរាប់រយគ្រឿងជាប្រចាំថ្ងៃហើយក្នុងចំណោមនោះ National Airlines លេខ102ក៏ត្រូវប្រើប្រាស់យ៉ាងសកម្មផងដែរដើម្បីដឹកជញ្ជូនសព្វាវុធទាំងអស់នោះសម្រាប់ថ្ងៃនេះជើងហោះហើរនេះត្រូវរៀបចំឲ្យដឹកជញ្ជូនឡានចម្បាំងធុនធ្ងន់ដែលគេឲ្យឈ្មោះថាអមរ៉ាបចំនួន5គ្រឿងហោះចេញពីជំរំសូរ៉ាបេតទៅទីក្រុងឌូបៃដោយត្រូវរៀបចំឲ្យចុះចតចាក់សាំងបន្ថែមនៅជំរំបាក្រាមនេះឡានចម្បាំងទាំង5គ្រឿងគឺជាប្រភេទឡានចម្បាំងធុនធ្ងន់ដែលពាសដោយដែកយ៉ាងក្រាស់ដែលធ្វើឲ្យពួកវាមានសមត្ថភាពប្រឆាំងនឹងការបំផ្ទុះនានារបស់សត្រូវឡាននីមួយៗមានទម្ងន់ធ្ងន់មិនធម្មតាដោយក្នុងចំណោមនេះមាន2គ្រឿងទម្ងន់ត្រឹមតែ12តោននិង3គ្រឿងទៀតមានទម្ងន់រហូតដល់18តោនឯណោះជើងហោះហើរ National លេខ102ថ្ងៃនេះមានសមាជិកក្រុមការងាររហូតដល់7នាក់ដែល4នាក់គឺជាអ្នកបើកយន្តហោះនិង3នាក់ទៀតជាក្រុមបច្ចេកទេសត្រួតពិនិត្យការផ្ទុកទំនិញកាពីតែន Brett Hasler វ័យ34ឆ្នាំគឺជាអ្នកដឹកនាំការហោះហើរនេះរួមនឹង First Officer Jamie Brokaw វ័យ33ឆ្នាំដែលអ្នកទាំងពីរសុទ្ធសឹងតែជា pilot ដែលមានបទពិសោធន៍ជាច្រើនឆ្នាំហើយក្រៅពីនេះនៅមាន pilot 2នាក់ទៀតនៅផ្នែកខាងក្រោយដែលនឹងផ្លាស់វេនគ្នានៅពេលហោះហើរចំណែកអ្នកត្រួតពិនិត្យទំនិញផ្នែកខាងក្រោយទាំង3នាក់មានប្រធានក្រុមឬ Lord Master ឈ្មោះថា Michael Shit វ័យ36ឆ្នាំដែលគាត់ទៅតែបម្រើការនៅ National Airlines ទៅតែបាន3ឆ្នាំប៉ុណ្ណោះជើងហោះហើរនេះបានប្រើប្រាស់យន្តហោះខ្នាតធំប្រភេទ747-400ដែលត្រូវបានគេកែពីដឹកអ្នកដំណើរមកដឹកទំនិញយន្តហោះនេះមានបណ្ដោយ 70.6 ម៉ែត្រទទឹងស្លាប 64.4 ម៉ែត្រមានសមត្ថភាពផ្ទុកទំនិញបាន124តោនហើយមកទល់នឹងពេលនេះវាត្រូវបានគេប្រើប្រាស់បាន20ឆ្នាំមកហើយងាកមកប្រលានយន្តហោះបាក្រាមឯនេះវិញបន្ទាប់ពីយន្តហោះបានចាក់សាំងរួចរាល់និងរងចាំអស់រយៈពេល2ម៉ោងពេលនេះយន្តហោះក៏ទទួលបានការអនុញ្ញាតឲ្យហោះចេញពីទឹកដីអាហ្គានីស្ថានសម្រាប់ក្រុម pilot ការទទួលការអនុញ្ញាតឲ្យហោះចេញគឺជារឿងដ៏ធូរទ្រង់មួយព្រោះថាពួកគេកំពុងស្ថិតនៅក្នុងតំបន់សង្គ្រាមហើយការពន្យាពេលកាន់តែយូរគឺកាន់តែគ្រោះថ្នាក់បន្ទាប់ពីអ្វីៗបានរៀបចំរួចរាល់អស់ហើយនៅម៉ោង 3:30 នាទីយន្តហោះក៏ចាប់ផ្ដើមបង្កើនល្បឿនយ៉ាងលឿននៅលើ runway ហើយភ្លាមៗក៏ចាប់ផ្ដើមហោះឡើងផុតពីដីគ្រាន់តែហោះឡើងផុតពី runway យន្តហោះក៏ស្រាប់តែបញ្ចេញសកម្មភាពយ៉ាងចម្លែកគឺក្បាលរបស់យន្តហោះនេះបានងើបឡើងខ្លាំងខុសពីធម្មតា pilot ទាំងពីរព្យាយាមបញ្ជាឲ្យក្បាលយន្តហោះចុះមកធម្មតាវិញប៉ុន្តែយន្តហោះហាក់មិនធ្វើតាមការបញ្ជានោះឡើយ